នេះគឺជា DJI Osmo Pocket 4P ឥឡូវយើងមកធ្វើការបើកប្រអប់ទាំងអស់គ្នាអញ្ចឹងខ្ញុំប្រហែលជាយឺតជាងគេបន្តិចហើយប៉ុន្តែនៅតែធ្វើការ unbox ឲ្យអ្នកនរគ្នាមើលអញ្ចឹងបើចង់ដឹងអីផ្សេងទៀតអាចធ្វើការ comment សួរបានហើយឈុតដែលខ្ញុំយកនេះគឺ DJI Osmo Pocket 4P Vlog អញ្ចឹងវាជាឈុតធំហ្មងណាអញ្ចឹងដំបូងបំផុតយើងឃើញជាមួយនឹងកាបូបមួយហើយកាមេរ៉ាគឺនៅក្នុងកាបូបនឹងឯងបន្ទាប់មកទៀតអានេះគឺជាកាបូបមួយទៀតសម្រាប់យើងដាក់អីវ៉ាន់វាយើងមានជាមួយនឹង DJI sticker អានេះ manual អស់ហើយអញ្ចឹងនៅក្នុងកាបូបនេះគឺឧបករណ៍ទាំងអស់នៅក្នុងហ្នឹងឥឡូវយើងបើកមើលក្លិនរបស់ថ្មីនេះអញ្ចឹងដំបូងបំផុតគឺយើងមានជាមួយនឹងកាមេរ៉ារបស់យើងតួអង្គធំហើយយើងមានតាក់ទងជាមួយនឹងម៉ៃ DJI ខ្ញុំសរសើរការ design ហ្មងវាស្អាតវា minimal វាអត់ញ៉ៃញ៉ៃយើងមាន mic cover ហើយមួយនេះគឺជា remote ក៏ដូចជា monitor សម្រាប់យើងថតពីចម្ងាយយើងអង្គុយនៅឆ្ងាយអីអញ្ចឹងណាអញ្ចឹងយើងអាច remote តាមរយៈ monitor នេះបាននេះគឺជាភ្លើងសម្រាប់យើងថតនៅពេលយប់ព្រោះពពួក 4P ហ្នឹងវាមានភ្លើងមកឲ្យហ្មងអានេះគឺជាប្រដាប់កាត់ខ្យល់ប្រើជាមួយនឹងម៉ៃអានេះគឺជាអាដុំដែលយើងដាក់នៅពីក្រោម DJI របស់យើងហ្នឹងសម្រាប់សាកថ្មយើងដាក់ដុំនឹងដោតចូលទៅហើយយើងមានអានេះគឺ tripod អញ្ចឹងយើងមាន USB យើងមានបតោងយើងមានសិតតែខ្សែ USB និងខ្សែសាកទៅលើ DJI Osmo Pocket ហើយនិងខ្សែសាកទៅលើ monitor របស់វានេះកាបូបស្អាតនៅក្នុងប្រអប់គឺមានប៉ុណ្ណឹងអញ្ចឹងឥឡូវនេះយើងធ្វើការបើកជាមួយនឹងម៉ាស៊ីន DJI Osmo Pocket 4P របស់យើងខ្ញុំមានទម្លាប់មួយនៅពេលតែទិញអីវ៉ាន់ថ្មីខ្ញុំចូលចិត្តហិតព្រោះអាក្លិនថ្មីហ្នឹងតែយើងបើកហើយគឺលែងមានហើយវ៉ាវខ្ញុំនិយាយតាមត្រង់នេះគឺជាលើកទី1ដែលខ្ញុំប្រើស៊េរី Osmo Pocket ព្រោះខ្ញុំចង់ប្រើ Osmo Pocket 3ដែរប៉ុន្តែដល់ពេលមានអារម្មណ៍ថាស្ទាក់ទៅក៏អត់បានទិញប្រើទៅរហូតមកដល់ចាំ 4P នេះចេញអញ្ចឹងខ្ញុំអាចរំលោភបានទេខ្ញុំត្រូវតែទិញ 4P នេះយកមកប្រើ sticker ឡើយខ្ញុំ start ម៉ាស៊ីនឲ្យអ្នកនរគ្នាមើលបងវ៉ាវអេមរបស់គេអូខេវីដេអូនេះខ្ញុំគ្រាន់តែ unboxing ទេហើយខ្ញុំនឹងធ្វើការប្រើមួយរយៈតាក់ទងមួយរឿង zoom មួយ tracking អីខ្ញុំនឹងធ្វើជាវីដេអូមួយផ្សេងទៀតហើយមានចម្ងល់អីចង់ដឹងអីបន្ថែម comment នៅខាងក្រោមព្រោះកាមេរ៉ានេះវាថ្មីសម្រាប់ខ្ញុំដែរខ្ញុំមានរឿងច្រើនដែលត្រូវរៀនមួយវាហើយមួយវិញទៀតខ្ញុំបានទិញកាមេរ៉ានេះនៅខាងហាងលក់កាមេរ៉ាលេងខៀងអរគុណច្រើនទៅដល់ខាងលេងខៀងមែនតើបើអ្នកទាំងនេះចង់បាន DJI Osmo Pocket នេះឬក៏ចង់បានកាមេរ៉ាអីផ្សេងសឹងតែគ្រប់ស៊េរីអីតាក់ទងមួយភ្លើង microphone អីផ្សេងអាចធ្វើការទៅ check out នៅខាងលេងខៀងបានខ្ញុំនឹងធ្វើការ mention page របស់គាត់នៅខាងលើអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេខ្ញុំគ្រាន់តែធ្វើការ unbox ទេមានចម្ងល់អីអាចសួរបានតម្លាក់ comment មកខ្ញុំនឹងធ្វើវីដេអូម្ដងមួយដើម្បីអ្នកទាំងគ្នាយល់ដឹងមុននឹងសម្រេចចិត្តអាចធ្វើការមើលបានអូខេចំពោះវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណហើយជួបជាមួយនឹងខ្ញុំឆៃហេងនៅក្នុងវីដេអូក្រោយៗទៀត